ជារតែនំប៉័ងទី1ដែលថ្មីឲ្យផ្លាច់ជាងគេបំផុតនៅក្នុងខេត្តសៀមរាបព្រោះរតែនំប៉័ងនេះហើយមានតាំងពីទូរទស្សន៍កន្លែងសាកថ្មទូរស័ព្ទនិងមាន Wi-Fi free ជាមួយនឹងកាមេរ៉ាសុវត្ថិភាពផងដែររតែនំប៉័ងនេះបានរៀបចំឡើងដោយ brand ស្លាបព្រាមាអ្វីដែលជាពិសេសមានផាឡូវឈ្ងុយឆ្ងាញ់ក្តៅហុយញ៉ាំជាមួយនឹងនំប៉័ងស្រួយគឺថាមានរសជាតិឆ្ងាញ់ខ្លាំងហ្មងហ្នឹងនឹងថាកន្លែងគាត់មានអីពិសេសខ្លះតើតាមដានមួយខ្ញុំទាំងអស់គ្នាជួយសួរតែអ្នកគ្នាចាថ្ងៃនេះផងដែរគឺតោះជាមានរងនំអ្នកទាំងអស់គ្នាមកញ៉ាំនំប៉័ងឆ្ងាញ់មកកន្លែងដែលមានឈ្មោះថាផាឡូវចំហុយនំប៉័ងហើយចង់ដឹងអត់ថានឹងមានរសជាតិបែបណាហើយនឹងនៅកន្លែងហាងគាត់នឹងមានអីពិសេសខ្លះតោះទៅមើលទាំងអស់គ្នាពេលដែលចូលមកភ្លាមគឺថាអីអ្នកលក់បានបើកផាឡូវយ៉ាងឈ្ងុយឆ្ងាញ់របស់គាត់មកធ្វើឲ្យខ្ញុំឃើញវីដេអូនឹងហើយឃ្លានទៀតហើយផាឡូវហ្នឹងបើបានញ៉ាំជាមួយនំប៉័ងអាំងស្រួយអញ្ចេះទៀតមកគឺថាមានរសជាតិកាន់តែចាប់ជាតិគ្នាតែម្ដងសម្រាប់ផាឡូវហ្នឹងអ្នកទាំងអស់គ្នាតែញ៉ាំជាមួយនំប៉័ងក៏បានហើយមិនបាច់ដាក់នំប៉័ងក៏បានដែរគឺថាមានរសជាតិឈ្ងុយឆ្ងាញ់មួយយ៉ាងម្នាក់ហើយឥឡូវនេះគឺថាអ៊ីគាត់កំពុងតែរៀបចំដាក់ទឹកសឲ្យយើងចឹងណាគឺថាអូយតំណងខ្លាំងមែនតើហើយដាក់ម្ទេសហឹលអញ្ចេះទៀតមកគឺកាន់តែចាប់ជាតិតែម្ដងអ្នកដែលចូលចិត្តរសជាតិស្រាលឬក៏រសជាតិដិតអីអ្នកទាំងអស់គ្នាកុំភ្លេចប្រាប់អ៊ីផងណាដើម្បីឲ្យអ៊ីបានរៀបចំតាមអ្វីដែលយើងចូលចិត្តចាគឺថាពេលនេះអ៊ីកំពុងតែរៀបចំដាក់ឲ្យខ្ញុំហើយមកទៅគូតំណងខ្លាំងមែនតើហើយនំប៉័ងស្រួយគឺញ៉ាំជាមួយនឹងផាឡូវនឹងគឺឆ្ងាញ់ខ្លាំងមែនតើចាមកប្រអប់ធំនេះអាចញ៉ាំគ្នាបាន2នាក់អ្នកគ្នាចាគឺថាពេលនេះផាឡូវចំហុយនំប៉័ងរបស់ខ្ញុំនឹងបានហើយទៅរកកន្លែងអង្គុយញ៉ាំផងដែរអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាបានឃើញវីដេអូនេះភ្លេចមកសាញញ៉ាំកន្លែងគាត់ទាំងអស់គ្នាណាមកទៅគូតំណងខ្លាំងមែនតើហើយកន្លែងគាត់ហ្នឹងគឺតាមតែបើកថ្មីតែអ្នកទាំងអស់គ្នាអាចមកសាកបានគឺថាមកប្រអប់ហ្នឹងមានសាច់ផាឡូវមានជ្រក់មានទឹកសោះហើយនឹងនំប៉័ងគឺថាដាក់ទៅឆ្ងាញ់មែនតើជាមួយនឹងម្ទេសហុលទៀតអូយចាប់ជាតិសាហាវបើល្ងាចឡើងអត់ដឹងថាខ្លួនឯងចង់ញ៉ាំអីទេសាកមកញ៉ាំផាឡូវចំហុយនំប៉័ងនេះម្ដងមើលធានាថាជាប់ចិត្តហើយឡើងជក់មាត់ហ្មងណាគឺអ្នកទាំងអស់គ្នាបានដាក់ម្ទេសហុលដូចខ្ញុំចុះទៀតមកអូយដាក់មួយម៉ាត់មកគូជាតិហ្មងលក្ខណៈពិសេសរបស់កន្លែងគាត់ដែលប្លែកពីគេនោះគឺថាកន្លែងគាត់មាន Smart TV ទៀតអូយខ្ញុំនិយាយមែនតើសាលខ្លាំងហ្មងគឺថាទូរទស្សន៍នឹងភ្ជាប់ជាមួយនឹង Wi-Fi ឥឡូវនេះគឺខ្ញុំកំពុងតែសើចតុកតាបដាញ៉ាំបដានិយាយពីថាក្តីសុខសាហាវខខើហ្មងនិយាយទៅក្រៅពីរសជាតិឆ្ងាញ់កន្លែងគាត់មានលក្ខណៈពិសេសច្រើនទៀតមានតាំងពីទូរទស្សន៍ហើយដែលជាពិសេសនោះមាន Wi-Fi free តែម្ដងអញ្ចឹងអ្នកទាំងអស់គ្នាមកញ៉ាំអីនៅនេះគឺថាចំណេញមែនតើលែងខ្វល់ខ្វាយរឿងអត់អ៊ីនធឺណិតទៀតទេហើយតែនំប៉័ងគាត់នឹងមានតាំងពីកាមេរ៉ាសុវត្ថិភាពនិងកន្លែងសាកថ្មទូរស័ព្ទទៀតអូគូលយហ្មងសំខាន់កន្លែងគាត់អនាម័យហើយមានកន្លែងទុកដាក់សម្រាប់ត្រឹមត្រូវផងដែរអ្វីដែលខ្ញុំនិយាយទាំងអស់នេះហើយគឺថាជាអ្វីដែលថ្មីហើយប្លែកនិយាយមិនថាជាតែផាឡូវទី1ដែលថ្មីហើយប្លែកជាងគេនៅក្នុងខេត្តសៀមរាបអញ្ចឹងបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ចង់បើកអាជីវកម្មផ្ទាល់ខ្លួនជាមួយនឹង brand ស្លាបព្រាមាដែលជា brand មួយដែលកំពុងតែល្បីក្នុងរាជធានីភ្នំពេញនិងប្រព័ន្ធអ៊ីនធឺណិតបងប្អូនអាចទាក់ទងទិញ franchise បានទូទាំង25ខេត្តក្រុងប្រសិនបើបងប្អូនមានចំណាប់អារម្មណ៍ចង់ទិញ franchise សូមបងប្អូនទាក់ទងទៅកាន់ page របស់ស្លាបព្រាមានិងលេខទូរស័ព្ទរបស់ស្លាបព្រាមាដែលបានដាក់បង្ហាញនៅលើអេក្រង់នេះបានតើឥឡូវយើងមកមើលទីតាំងកន្លែងលក់គាត់វិញម្ដងគឺថាកន្លែងគាត់ងាយស្រួលរកតែអ្នកនរគ្នាគឺគាត់លក់នៅផ្សាររាត្រីហុយលេងហើយគាត់ចាប់ផ្ដើមបើកលក់ចាប់ពីម៉ោង2ថ្ងៃរហូតដល់ម៉ោង9យប់អ្នកនរគ្នាជិះកាត់ហ្នឹងកុំភ្លេចចូលញ៉ាំផងណាតែវីដេអូយើងក៏ឈានចូលដល់ទីបញ្ចប់ផងដែរអរគុណអ្នកទាំងអស់គ្នាសម្រាប់ការចូលមកតើស៊ីមីសូមអរគុណសូមជម្រាបលាបាយ